អរគុណអ្នកខ្លះហានសួរសំណួរមួយហ្នឹងណាតាមពិតមែនតើទៅវិធីសាស្ត្រដំបូងដែលខ្ញុំពិតជាចង់ឲ្យបងប្អូនសាក់បងនឹងណែនាំឲ្យពីច្រើនបងប្អូនមានការរំលងខ្លាំងមែនតើគឺការប្រើប្រាស់ស្រោមអនាម័យដែលមានមុខងារក្នុងការពន្យាពេលបានយូរបងប្អូនអាចឃើញនៅលើទីផ្សារក៏ដូចជានៅ counter pharmacy ជាច្រើនគឺមាន brand ស្រោមអនាម័យជាច្រើនដែលតាំងលក់ហើយនៅក្នុង brand មួយហ្នឹងគេមានមុខងារពិសេសរៀងៗខ្លួនបងប្អូនអាចសង្កេតមើលហើយស្វែងរកប្រភេទមុខងារមួយណាដែលជួយពន្យាពេលបានយូរទៅពីព្រោះអីនៅក្នុងស្រោមអនាម័យមួយហ្នឹងគឺមានគេលាយនៅសារធាតុថ្នាំមួយប្រភេទគេហៅថាបងសូកាអ៊ីនហ្នឹងមានកម្រិតចន្លោះពី4ទៅ5%ដែលគេបានលាយហើយនឹងដាក់នៅក្នុង condom នឹងហើយស្រាច់ស្រោមអនាម័យនឹងស្រាប់អញ្ចឹងណាហើយតួនាទីរបស់វាគឺពិតជាទៅជួយក្នុងការពន្យាពេលបញ្ចេញទឹកកាមលឿនខុសប្រក្រតីអាចមានប្រសិទ្ធភាពចន្លោះពី5ទៅ15នាទីហើយការស្រាវជ្រាវខ្លះក៏បង្ហាញថាចន្លោះពី3ទៅ13នាទីដែរគឺវាបានជួយពន្យាពេលក្នុងចន្លោះប៉ុណ្ណឹងប៉ុន្តែបើសិនជាបងប្អូនដែលគាត់ធ្លាប់ប្រើថ្នាំប្រើអីហើយគាត់គួរតែទៅជួបជាមួយនឹងគ្រូពេទ្យឯកទេសដែលពាក់ព័ន្ធជាមួយនឹងបញ្ហាសុខភាពបន្តពូជបងប្អូនត្រូវដឹងថាកត្តាបង្កឬគល់នៃការបង្កនឹងអាចផ្សេងគ្នាពេលខ្លះអ្នកខ្លះគឺកត្តាអារម្មណ៍សតិអារម្មណ៍អីផ្សេងក៏ជាអតិពលទៅលើរឿងនឹងដែរអញ្ចឹងទៅជួបពួកគាត់នឹងបង្ហាញអំពី technique វិធីសាស្ត្រផ្សេងជាច្រើនទៀតហើយក៏ដូចជាការប្រើប្រាស់ថ្នាំឬក៏ប្រើប្រាស់ gel solution អីជាច្រើនដែលអាចជួយបងប្អូនដោះស្រាយបញ្ហានឹងបានអញ្ចឹងបើសិនជាក្នុងករណីបងប្អូនមានបញ្ហានឹងប្រហែលគ្នាអាចស្ដាប់ហើយនឹងទទួលយកចំណេះដឹងមួយនឹងទុកពិចារណានិងជ្រើសរើសក្នុងការប្រើប្រាស់ពីព្រោះ condom មែនតើទៅវាជាគេហៅថាវិធីសាស្ត្រដែលសុវត្ថិភាពជាងគេលើកលែងតែថាយើងមានបញ្ហា allergy ជាមួយនឹង condom ឬក៏សារធាតុនឹងហើយអ្វីដែលសំខាន់នឹងវាជួយការពារការចម្លងរោគផ្សេងហើយនឹងការមានផ្ទៃពោះផងដែរអរគុណច្រើនសង្ឃឹមថាបងប្អូនអាចទទួលជ្រាបនៅចំណេះដឹងសំខាន់មួយនេះនឹងចែកម្លែកបន្តទៅអ្នកដែលមានបញ្ហាប្រហែលគ្នាឲ្យគាត់បានយល់ដែរអរគុណច្រើនបាយបាយជួបគ្នានៅក្នុងវីដេអូក្រោយ